រដូវវស្សានៅកម្ពុជាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតសង្គមសាសនានិងទេសចរណ៍វាបានបង្ហាញអំពីភាពសម្បូរបែបនៃធម្មជាតិនិងស្នាមញញឹមដ៏ស្រស់ស្អាតលើបបូរមាត់របស់កសិករនិងការអភិវឌ្ឍនៃប្រពៃណីខ្មែរចំណែកឯរដូវវស្សាវិញក៏មានលក្ខណៈពិសេសមិនចាញ់រដូវប្រាំងដែរខ្ញុំជឿថាមានបងប្អូនយើងជាច្រើនដែលឆ្លក់វង្វេងជាមួយនឹងសម្រស់ដ៏ស្រស់បំព្រងដែលជាមន្តស្នេហ៍ស័ក្តិសិទ្ធិរបស់រដូវមួយនេះរដូវវស្សាខៀវខ្ចីគឺជាពេលវេលានៃភាពស្រស់បំព្រងក្តីសង្ឃឹមនិងការកកើតនូវជីវិតរដូវវស្សានៅកម្ពុជាគឺមានរយៈពេល6ខែចាប់ពីខែឧសភាដល់ខែតុលារដូវនេះគឺជាពេលវេលានៃភាពមមាញឹកនិងក្តីសង្ឃឹមរដូវនេះមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃបរិបូរដោយទឹកភ្លៀងនិងសំណើមជារដូវដែលប្រជាកសិករខ្មែរចាប់ផ្ដើមដាំដំណាំធ្វើស្រែចម្ការពោតដំឡូងបន្លែនិងស្រូវវស្សាសំឡេងផ្គរលាន់ផ្លេកបន្ទោលនិងទឹកភ្លៀងប្រៀបដូចជាចង្វាក់ភ្លេងដែលគេប្រគំចូលគ្នាคล้ายជាតន្ត្រីដ៏ពិរោះរណ្ដំស្ដាប់មិនចេះចិនណាយដំណក់ទឹកភ្លៀងដែលស្រទន់នាំមកនូវជីវិតថ្មីដល់វាលស្រែនិងព្រៃព្រឹក្សាពេលនេះយើងអាចទស្សនាវាលស្រែពណ៌បៃតងភ្នំស្រស់បំព្រងទឹកជ្រោះល្អិតល្អិតហូរកាត់ផ្ទាំងថ្មទឹកទន្លេសាបឡើងប្រដេញទឹកទន្លេមេគង្គជាសញ្ញាបង្ហាញថាមានពិធីបុណ្យដ៏មានប្រជាប្រិយភាពមួយកំពុងតែខិតជិតចូលមកដល់យើងក៏សង្កេតឃើញថានៅរដូវវស្សាក៏មានពិធីបុណ្យមួយចំនួនដែលមានប្រជាប្រិយភាពមិនចាញ់ពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងរដូវប្រាំងដែរនោះគឺពិធីបុណ្យភ្ជុំបិណ្ឌទោះបីជាមានភ្លៀងធ្លាក់ជាញឹកញាប់ការធ្វើដំណើររបស់ប្រជាជនខ្មែរក៏មិនបញ្ឈប់ឡើយប្រជាជនខ្មែររបស់យើងចូលចិត្តធ្វើដំណើរទៅស្រុកកំណើតជួបជុំសាច់ញាតិក្រុមគ្រួសារទៅធ្វើបុណ្យនៅតាមទីវត្តអារាមនិងទៅទស្សនាភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិនៅតាមទីជនបទទស្សនាដងភ្នំអរ៉ាល់ដ៏ស្រស់បំព្រងនៅខេត្តកំពង់ស្ពឺជិះទូកកំសាន្តនៅកំពង់ភ្លុកទស្សនាភូមិបណ្ដែតទឹកនៅទន្លេសាបរីឯវត្តគោលទទឹងស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ក៏ជាទីសក្ការៈដ៏ពេញនិយមរបស់ប្រជាជនខ្មែរផងដែររដូវវស្សានៅកម្ពុជាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតសង្គមសាសនានិងទេសចរណ៍វាបានបង្ហាញអំពីភាពសម្បូរបែបនៃធម្មជាតិនិងស្នាមញញឹមដ៏ស្រស់ស្អាតលើបបូរមាត់របស់កសិករនិងការអភិវឌ្ឍនៃប្រពៃណីខ្មែរខណៈដែលរដូវរំហើយនឹងចូលមកដល់នៅចន្លោះចុងរដូវវស្សាដើមរដូវប្រាំងគឺចាប់ពីខែវិច្ឆិកាដល់ខែមករាបាននិយាយអំពីរដូវរំហើយគឺជាពេលវេលាដែលពោរពេញទៅដោយសុភមង្គលនិងក្តីស្រឡាញ់ក្នុងរដូវនេះខ្យល់ចាប់ផ្ដើមបក់ពីទិសខាងជើងធ្វើឲ្យអាកាសធាតុចាប់ផ្ដើមត្រជាក់ខុសប្លែកពីធម្មតាធ្វើឲ្យរងាដល់បេះដូងខ្យល់ត្រជាក់បក់វូកាត់តាមដើមឈើនិងវាលស្រែផ្ទៃមេឃស្រទុំតិចធ្វើឲ្យថ្ងៃទាំងមូលស្ទើរពោរពេញទៅដោយអារម្មណ៍ស្ងប់ស្ងាត់និងសុភមង្គលទឹកទន្លេសាបនិងទន្លេមេគង្គក៏ចាប់ផ្ដើមស្រកចុះបង្ហាញដីល្បប់ទន់ជាសញ្ញាបង្ហាញថាពិធីបុណ្យអុំទូកកំពុងតែខិតជិតចូលមកដល់ក្នុងរដូវរំហើយនេះប្រជាជនខ្មែរអាចធ្វើដំណើរទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍កំឡុងពេលឈប់សម្រាកនៃពិធីបុណ្យអុំទូករាជធានីភ្នំពេញព្រះបរមរាជវាំងទន្លេចតុមុខខេត្តសៀមរាបគឺសុទ្ធសឹងតែជាទីកន្លែងដ៏ពេញនិយមមួយរបស់ប្រជាជនខ្មែរដើម្បីអបអរពិធីបុណ្យអុំទូកដ៏អស្ចារ្យដែលបង្ហាញពីចំណងស្និទ្ធស្នាលរវាងប្រជាជនខ្មែរនិងទន្លេធម្មជាតិទូកប្រណាំងចម្រុះពណ៌ត្រូវបានតុបតែងដោយផ្កានិងក្រណាត់ដ៏ស្រស់ស្អាតតាមរចនាបថនៃប្រពៃណីខ្មែរធ្វើឲ្យទន្លេចតុមុខរាជធានីភ្នំពេញពោរពេញទៅដោយពន្លឺនិងស្នាមញញឹមរដូវរំហើយគឺជារដូវទី2ដែលមានលក្ខណៈស្រស់ស្រាយជាងគេបំផុតមួយក្នុងប្រទេសកម្ពុជាបន្ទាប់ពីរដូវវស្សាប្រទេសកម្ពុជារបស់យើងគឺពិតជាអស្ចារ្យណាស់គ្រប់រដូវកាលទាំងអស់គឺសុទ្ធតែមានលក្ខណៈពិសេសនិងភាពស្រស់ស្អាតគ្រប់រដូវនិងមានពិធីបុណ្យដ៏មានប្រជាប្រិយភាពគ្រប់រដូវកាលនិងផ្សារភ្ជាប់
ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជនខ្មែរនិងទឹកដីដ៏អច្ឆរិយៈមួយនេះ។